សួស្តីបងប្អូនអ្នកគ្នាដោយបងប្អូនបានដឹងចឹងថានៅសហរដ្ឋអាមេរិកនេះទទួលរងនៅព្យុះប្រតិកកប៉ះច្រើនរត់មែនទេបងប្អូនចាពេលចាប់ផ្ដើមពេលធ្លាក់មកបន្តហ្នឹងគឺខ្ញុំបង្ហាញបងប្អូនថាតាមរយៈវីដេអូខ្លីវីដេអូវែងតិចតួចចឹងទៅឥឡូវនេះថ្ងៃបន្ទាប់ចាពួកយើងចេញទៅក្រៅបងប្អូនទៅមើលជាមួយខ្ញុំថាស្ថានភាពផ្លូវបន្ទាប់ពីព្យុះធ្លាក់ព្យុះធ្លាក់ហ្នឹងវាយ៉ាងម៉េចគេឈូសស្អាតដល់កម្រិតណាផ្លូវហ្នឹងវាយ៉ាប់យ៉ឺនដល់កម្រិតណាហើយស្ថានភាពទិដ្ឋភាពយ៉ាងណាដែរបងប្អូនតោះទៅមើលមួយខ្ញុំពួកខ្ញុំនេះទៅគុំម្ដងទៅផ្សារទិញបន្លែប្លុកអីបន្តិចតួចមួយស្លទេគាត់ថាជាលេសណាដើម្បីបានចេញក្រៅចាបងនេះគឺនៅចិត្តផ្លូវជាចិត្តផ្ទះខ្ញុំតន់ចេញឆ្ងាយទេតាមផ្ទះនីមួយហ្នឹងបងប្អូននៅឃើញអញ្ចឹងនេះផ្ទះខ្លះក៏បានចេញមកឈូសសម្អាតខ្លះទៅផ្ទះខ្លះអត់បានធ្វើទាំងអស់ហ្មងហើយអាណិតជាងគេគឺផ្ទះដែលមានមនុស្សចាស់ខ្ញុំឃើញមនុស្សចាស់ខ្លះគាត់ចេញមកសម្អាតព្រិលតកអញ្ចឹងបងប្អូនដោយសារផ្ទះគាត់ប្រហែលជានៅតែគាត់អត់មានក្មេងនៅជាមួយអត់មានកូនចៅនៅជាមួយអញ្ចឹងគឺគាត់ត្រូវចេញមកធ្វើខ្លួនឯងហើយចាហ្នឹងជីវិតស្រុកអាមេរិកអញ្ចឹងបងប្អូនបើអញ្ចឹងឯងវាមានអ្នកមកស៊ីឈ្នួលជោគដែរជោគស្នូជោគអីចឹងដែរប៉ុន្តែវាដូចយូរប៉ះម្ដងដែរទេចាក្មេងៗដូចថាតនេចឹងដែររលុយលេងចាយលេងបើ20-30វាជោគម្ដងអញ្ចឹងនេះបងប្អូននេះដល់ផ្លូវ highway ហើយផ្លូវ highway គឺស្ថានភាពគឺអញ្ចឹងគឺគេឈូសស្អាតហើយបងប្អូនតែដោយ highway ដែរទេណាបងប្អូនមិនទាំងអស់ទេអានេះចូលផ្លូវតូចវិញចាចូលផ្លូវតូចបងប្អូនឃើញអញ្ចឹងគឺគេឈូសដែរប៉ុន្តែគេឈូសតែមួយផ្លូវទេមកឈោទៅគេអត់បង្រៀងឲ្យធំមកអស់ផ្លូវទេអាចបានអត់ទេបានតែមួយផ្លូវអញ្ចឹងឯងចាសម្រាប់បើយើងនិយាយរួមឲ្យតែធ្វើដំណើរទៅបានទេហើយបើតាមអតុនិយមនិយាយមកគេផ្សាយមកហ្នឹងគឺថាប្រហែលជាមានមកមួយទៀតនៅចុងអាទិត្យនេះបងប្អូនខ្ញុំអត់ហ៊ានថាមិនទេប៉ុន្តែខ្ញុំនិយាយតាមអតុនិយមដែរទេថានឹងមានមកមួយទៀតធំជាងអាទិត្យនេះទៀតបងប្អូនហើយនេះឃើញទេគឺសគ្រប់កន្លែងហើយបើសិនជាទៅជន់នៅកន្លែងណាគេអត់ទាន់បានប៉ះស្អីកន្លែងស្មើស្អាតល្អប្រហែលជាមិនឆ្ងាយពីកលៀនទេបងប្អូនដាក់មកភ្លឹបទៅនឹងប្រហែលក្បែរនឹងឯងគឺដល់ហើយចាគឺសទាំងអស់សាលារៀនគុណសិស្សបិទ2ថ្ងៃជាប់គ្នាកន្លែងធ្វើការខ្លះក៏បិទដែរព្រោះដើម្បីសុវត្ថិភាពបុគ្គលិកគេទៅធ្វើដំណើរចាខ្លះជាទៀបភ្លើងខ្លះបើកឡានបើកអីដូចបងប្អូនឃើញអញ្ចឹងកន្លែងខ្លះយកឡានជិះអត់រួចទេឡាននៅកប់តកកឡើយហ្នឹងចាហើយយើងភ្លាមយើងឈូសស្រួលតែយើងទុកឲ្យដល់មួយយប់ស្អែកថ្ងៃបន្ទាប់បើយើងចេញទៅឈូសហ្នឹងវាឡើងក្រាំងដូចតកកអញ្ចឹងបងប្អូនហើយមិនធ្ងោមិនរំអួយទេតែបើអ្នកធ្លាប់ឈូសអាហ្នឹងដឹងហ្មងបើរត់ម៉ាស៊ីនមកជុំឯណាបើយើងឈូសដៃមិនដឹងថាអាពេលឈូសនោះអត់សូវអីហ្មងទេអាពេលសម្រាប់ជួក្នុងផ្ទះវិញណាបានដឹងថាដូចគេហូតសរសៃអញ្ចឹងចាហើយពេលឈូសហ្នឹងកុំភ្លេចហូបទឹកចាពេលត្រជាក់ហ្នឹងត្រូវតែអាសាហូបទឹកព្រោះវាអាចធ្វើយើងគាំងបេះដូងវាមានរឿងច្រើនណាតាក់ទងជាមួយអាការដែលយើងឈូសប្រតិកកហ្នឹងមានអ្នកឈូសហើយចូលទៅសម្រាកទៅក៏សម្រាកទៅអត់ត្រឡប់មកវិញទេមានរឿងច្រើនអញ្ចឹងត្រូវប្រយ័ត្នថាសបាយអមួយប្រតិកកថ្មីសបាយអមែនដែរបងប្អូនតែដល់ពេលយូរទៅលេងសបាយហើយគាត់ទៅលឺសូរចង់យំហ្មងនេះបងប្អូនឃើញអញ្ចឹងគាត់លឺសូរចង់យំហ្មងអ្នកដែលជោគប្រតិកកដឹងហើយស្គាល់រសជាតិអស់ហើយយ៉ាស្គាល់រសជាតិហើយលេងសបាយហើយណែនៅក្មេងៗចេះសបាយចាស់ទៅកម្លាំងយើងចេះដល់ហើយវាលេងសបាយហើយនេះបងប្អូនឃើញនេះផ្លូវនិយាយរួមមក parking lot តែកន្លែងចតឡានកន្លែងនេះគឺថា0 venta ហ្មងអត់មានពីណាធ្វើទេនេះឡើយនេះឡានឯកជននេះឡានឯកជនបរចូលទៅនឹងមិនដឹងបានធ្វើអីទេហើយបើផ្លូវសងខាងនេះផ្លូវបែកជា4ចង់បែកជា8នេះចង់ទៅជា6ផ្លូវបងប្អូនផ្លូវនេះសងខាងកន្លែងដែលគេអត់ឈួសបែកបែកម៉ាំហ្មងវាខុសតែពីយើងបន្តិចយើងបែកផុកចានេះបែកឡើងដូចខ្ទិះនេះខ្ញុំឡប់មកវិញហើយនេះនៅផ្លូវភូមិខ្ញុំវិញហើយបងប្អូននេះឃើញទេ
ប្រជាជនខ្លះទៅចេញមកជោគក្រើទេចាខ្លះកាលជាតកឲ្យលើកទាំងដុំបោះភុះទៅផ្លូវហ្មងហើយបើនៅសាលារៀនវិញឡានរបស់សាលារៀនណាចតជាជួរនេះបងប្អូននេះឃើញគាត់ឈរជីកទៅភាគច្រើនតែប្រុសទេបានកន្លងដល់បើស្រីដូចជាអត់សូវមានទេមានមួយដោយសារតែផ្ទះហ្នឹងប្តីក៏អត់នៅឬក៏យ៉ាងម៉េចណាមុខផ្ទះខ្ញុំក៏ចឹងដែរឃើញគាត់មនុស្សស្រីគាត់ចេញមកឈូសស្នូដែរអូយឃើញអាណិតបងប្អូនមែនតាចាខ្ញុំបានប្តីគាត់រត់ម៉ាស៊ីនហើយខ្ញុំឈូដៃទៅចាជួយបន្តិចតួចលេងបន្លំមែនខ្លះទៅធ្វើម៉េចយើងចង់លេងប្រើតកដែរអញ្ចឹងជួយគាត់ខ្លះទៅនេះបងប្អូនអ្នកទីធ្លាសាលារៀនវិទ្យាល័យក្បែរផ្ទះខ្ញុំហ្នឹងបងប្អូនសទាំងអស់ហ្មងនេះឡានបោះសាលារៀនដែលគេដឹកកូនសិស្សហ្នឹងបងប្អូនគេចតតែឡងពេញហ្នឹងទាំងអស់ចាចាំមើលដល់ថ្ងៃចូលកូនសិស្សចូលរៀនណាអ្នកបើកបឺអ្នកអីហ្នឹងប្រហែលជាមកជោគឬក៏មិនតែដល់ខាងមុខនោះឃើញមានខាងអ្នកសង្កាត់ចាអ្នកសង្កាត់អ្នកក្រុងអ្នកធ្វើការហ្នឹងគាត់មកជួយសម្អាតដែរជួយសម្អាតទីធ្លាសាលាវិទ្យាល័យហ្នឹងដើម្បីត្រៀមឲ្យកូនសិស្សចូលរៀនវិញបងប្អូនឥឡូវនៅអត់តន់ចូលរៀនទេចានៅអត់តន់ចូលរៀនទេគេនៅបិទឡើយទេព្រោះនៅតាមផ្លូវតូចគេអត់តន់បើកអញ្ចឹងឡានបោះសាលារៀនហ្នឹងកាលណាគេខ្លាចល្អិលគ្រោះថ្នាក់ដល់កូនសិស្សក្នុងឡានហ្នឹងអញ្ចឹងគេនៅបិទចាកូនខ្ញុំឯនេះនៅផ្ទះប្រងព្រាតចាកូនគេកូនខ្ញុំកូនទាំងអស់គ្នាណាខ្ញុំបងនេះឡើងទួលនេះគេជោគស្អាតដែរណាតែបានតែមួយផ្លូវទេបងប្អូននេះបានមួយផ្លូវតាមពិតត្រូវបាន2ផ្លូវ2ឡានបើកបានណាតែនេះបានទេបានតែឡានមួយទៅហើយចាគឺសទាំងអស់ជីដើរលេងណាជីដើរលេងមើលតាមភាពនេះគេចេញមកជួយបងប្អូននេះចេះនេះខាងសង្កាត់ខាងរដ្ឋបើយើងហៅខាងរដ្ឋចាខាងរដ្ឋគឺពួកគេមានឯកសណ្ឋានរបស់គេចាគេទៅនេះទៅរហូតចឹងទៅហើយអាផ្លូវដើរហ្នឹងអត់មានផ្លូវដើរទេបងប្អូនផ្លូវដើរហ្នឹងគេលុបអស់ហើយប្រើតកលុបដើរអត់បានទេចាយើងមានតែដើរនឹងផ្លូវដែលគេឈូសហើយហ្នឹងបើយើងចង់ដើរបានប៉ុន្តែដើរទាំងព្រាវដើរទាំងចំណាំហើយប្លុបប្រើតកហ្នឹងព្រមដល់ផ្ទះដល់ជើងយើងចានេះចុះទួលចុះចោលដែរចុះរហូតចឹងទៅចិត្តដល់ផ្ទះល្មមបងប្អូនត្រឡប់មកវិញចាជូនបងប្អូនដើរលេងមកជុំធំចាទាំងមិនម៉ែចាំមើលបងប្អូនទឹកក្រោយគេថាមកទៀតហ្នឹងយ៉ាងម៉េចទេចាមកទ្រង់ទីធំទៀតត្រៀមហើយមានត្រៀមទៀតហើយត្រៀមទឹកត្រៀមម្ហូបត្រៀមស៊ុបត្រៀមអីចឹងទៀតទៅចាត្រៀមទៅហើយមួយទៀតគឺត្រៀមកម្លាំងចាត្រៀមកម្លាំងសម្អាតប្រើតកហើយថ្នាំអីហ្នឹងថ្នាំសង្កូវថ្នាំគ្រុនថ្នាំអីហ្នឹងត្រៀមរហូតចាហើយជាពិសេសក្មេងៗកុំឲ្យមានឈឺអសោះតែមានឈឺមួយគឺឈឺបានមកទេហើយចាបងប្អូននេះចូលផ្ទះវិញហើយឡើងទួលទៀតហើយឡើងទួលស៊ីហ្នឹងបងប្អូនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនទីវាអសរក្បោះ